ការនាំសំណាងនាំលៀបនាំជ័យផ្កាលីលីធ្វើចេញពីលួសកាមញីថ្ងៃនេះខ្ញុំលើកយកមកបរៀនម្ដងទៀតដោយប្រើប្រាស់លួសកាមញីពណ៌សចំនួន3តសៃនៅក្នុងមួយស្រទាប់បត់វាជា2យកចេះតែម្ដងដោយសារផ្កាថ្ងៃនេះខ្ញុំចង់ធ្វើរាងធំជាងលើកមុនតែដែលបត់នេះបងប្អូនដែលគាត់ធ្លាប់ធ្វើលួសកាមញីហើយមិនជាចម្លែកទេតែមួយគ្រាន់តែថាធ្វើរាងធំជាងរដងដោយសាររដងយើងធ្វើស្រទាប់អត់ធំដល់ថ្នាក់នេះណាបងបងកុំភ្លេចពុតក្បាលវាឲ្យស្អាតបែបហ្នឹងចាប់រៀងស្រួយហើយយករៀងកោងសរុបទាំងអស់ត្រូវការចំនួន6ស្រទាប់នៅក្នុងមួយផ្កាហើយសម្រាប់ស្លឹកវិញគឺធ្វើដូចគ្នាស្លឹកនេះបងបងចង់ដាក់1 2 3 4តាមចិត្តបានបន្ទាប់មកខ្ញុំធ្វើបដូរខាងក្នុងដោយសារតែដើមនេះប្រវែងដល់14ទឹកវែងពេកអញ្ចឹងខ្ញុំកាត់យកតែពាក់កណ្ដាលប្រើជាមួយនឹងបដូរចំនួន10តសៃបត់ជា2សម្រាប់ផ្កានេះលីលីគឺលីលីហើយបងប្អូនតែខ្ញុំនិយាយថាផ្កានាំលៀបដោយសារតែអីខ្ញុំទទួលបានអតិថិជនពីវីដេអូផ្កាលីលីកាខ្ញុំចេញលើកទី1នឹងច្រើនមែនតែម្ដងនិយាយទៅវាផ្ទុះប្រយោបងប្អូនគេស្គាល់ពេកខ្ញុំកាន់តែច្រើនក៏មានគេកំងជីវច្រើនដែរទាំងដុំទាំងរីអញ្ចឹងទៅក៏នឹកឃើញថាលើកយកមកព្រាមម្ដងទៀតរំលឹកអនុស្សាវរីយ៍ហើយណាមួយក៏ចង់ប្រាប់បងប្អូនថាគ្រប់សម្ភារៈទាំងអស់ដែលខ្ញុំធ្វើនៅក្នុងនេះគឺមានលក់ទាំងដុំទាំងរីបងចង់ទិញលក់ក៏បានចង់យករៀនធ្វើក៏បានដែរឥឡូវក៏ឡើងមកមើលផ្កាវិញបងប្អូនយើងបិទតាទល់មកគ្នា2ហើយបើយើងដាក់ស្លាប់សងខាងចេះបន្ទាប់មកទៀតយើងអាចធ្វើការហុំស្គុតនឹងបានហើយបន្ទាប់ពីការហុំស្គុតហើយដែលស្នាប់ការលីលីនេះខ្ញុំធ្វើអត់ចង់សសុទ្ធទេខ្ញុំលេង snow ក៏ដែរដែលប្រើពណ៌ផាត់នេះក៏ខ្ញុំមានលក់ដែរបងប្អូនទិញពណ៌ផាត់ free ជក់មួយដើមហើយសម្រាប់ជក់ដែលខ្ញុំយកផាត់មួយហ្នឹងយើងអាចយកមកនេះគេហៅថាម៉េចអ្នកពណ៌ផ្កាហ្នឹងខ្ញុំហៅថាម៉េចបងប្អូននេះយើងធ្វើអញ្ចឹងផ្កាយើងកោងស្អាតផ្កានេះខ្ញុំធ្វើទាំងអស់ចំនួន2តងអញ្ចឹងបន្ទាប់ពីធ្វើផ្កាហ្នឹងហើយខ្ញុំមកធ្វើអាមិនតាន់រីកម្ដងនេះអានេះគឺត្រូវការតែ2តសៃទេនិយាយទៅបងប្អូនមិញលីលីរិចអានេះយើងធ្វើឲ្យអត់តាន់រិចអារួមមិនតាន់រិចទេអានេះហ៎អញ្ចឹងបងប្អូនត្រូវការ2តសៃដោយសារចង់បានស្រទាប់ទូចដែរទេហើយចំនួន3ស្រទាប់ហើយយកវាមកបិទគប់គ្នាហើយពេលដែលបិទគប់នេះគឺវាអត់ចិត្តទេគឺវារៀងចន្លោះប្រហោងតិចឯងអញ្ចឹងយើងមូលវាទៅមូលដើម្បីឲ្យវាឡើងរៀងមកស្អាតសាច់ភ្លីគេប៉ុណ្ណេះពេលធ្វើអញ្ចឹងហើយដើម្បីឲ្យវាសង់តង់មួយផ្កាយើងថែមពណ៌ផាត់បន្តិចដែរទៅផាត់តាមបដ ாய் ទៅតឹងរបស់កាមញ៉ៃហ្នឹងទៅហើយយើងអាចធ្វើការដាក់ដើមជាមួយនឹងការរុំស្គុតបានហើយអញ្ចឹងបន្ទាប់ពីផ្កាហើយបងអាចយកទៅខ្ចប់ដេកតាមចំណូលចិត្តដូចអញ្ចឹងខ្ញុំដាក់ចូលថោដោយសារខ្ញុំមានលក់ថោដែរអ្នកបងស្រឡាញ់ចូលចិត្តចង់ order ឬមួយក៏ចង់ទិញសម្ភារៈយករៀនធ្វើខ្លួនឯងចង់ទិញយកលក់តអីអាចធ្វើការតាក់ទងមក page ខ្ញុំសួរបន្ថែមបានណា